ហានឹងនៅតែជាបញ្ហាបើយើងមិនប្រឈមមុខដោយភាពក្លាហានដោះស្រាយបញ្ហាតូចនឹងក្លាយទៅជាបញ្ហាធំបើយើងទុកបញ្ហាចោលយូរពេកក្រតិសៈខ្លះការអត់ធ្មត់ចំពោះបញ្ហាខ្លះមិនមែនជាដំណោះស្រាយល្អឡើយពេលខ្លះបញ្ហាហ្នឹងវាអត់ធំទេវាជាបញ្ហាមួយដែលតូចមួយប៉ុន្តែយើងព្យាយាមកិច្ចវេះយើងព្យាយាមមិនប្រឈមមុខជាមួយវាគិតថាវាអាចនឹងធម្មតាសម្រាប់យើងចឹងទៅប៉ុន្តែវាអាចនឹងធ្វើឲ្យបញ្ហាដែលយើងគិតថាយើងអត់ហ៊ានប្រឈមមុខហ្នឹងវាទៅជារឿងមួយដែលខ្លាចទៅជាបញ្ហាធំនៅពេលខាងមុខទៅមុខទៀតសរុបមកវិញគឺសំដៅពាក់ព័ន្ធជាមួយនឹងមិនថារាល់បញ្ហាឬក៏ការធ្វើអ្វីមួយទេឲ្យតែជាគោលដៅយើងត្រូវតែមានការប្រឈមមុខបើសិនជាយើងអត់ហ៊ានធ្វើការប្រឈមមុខថាយើងទៅត្រូវធ្វើរឿងនឹងមួយគោលដៅនឹងមួយយើងព្យាយាមកិច្ចវេះអត់ចង់ធ្វើវាអាហ្នឹងក៏វាធ្វើឲ្យឱកាសឬមួយក៏បញ្ហាដែលត្រូវប្រឈមនឹងកាត់ឡើងហ្នឹងវាកាន់តែមានភាពស្មុគស្មាញដែរដង្កូវខ្លាចទៅជាមេអំបៅចឹងចំណុចដែលខ្ញុំបានអានពីសភៅហ្នឹងខ្ញុំយល់ឃើញថាជាទូទៅមនុស្សយើងក្នុងធម្មជាតិរបស់មនុស្សយើងគឺមិនថាមានក្រឬមួយឆ្លាតឆោតល្ងងឬមួយក៏ចេះក្មេងចាស់មន្ត្រីឬក៏រាយអីទេគឺសុទ្ធសឹងតែមានទាំងសេចក្តីសុខនិងសេចក្តីទុក្ខជាប់ខ្លួនរៀងខ្លួនដូចគ្នាពួកអីអាហ្នឹងវាគឺជាធម្មជាតិវាជាដំណើររបស់ធម្មជាតិខ្លះទៅគាត់គិតថាសេចក្តីទុក្ខនោះវាកើតឡើងពីភាពក្រឬមួយក៏ការដែលអត់ទទួលបានអ្វីដែលខ្លួនឯងចង់បានតែបើគិតមកវិញពាក់ព័ន្ធជាមួយនឹងសេចក្តីទុក្ខវាកើតឡើងតែជាមួយនឹងហេតុផលមួយគឺពាក់ព័ន្ធជាមួយនឹងភាពអវិជ្ជាដង្កូវខ្លាចទៅជាមេអំបៅហ្នឹងគឺចង់និយាយថាយើងដឹងហើយមុននឹងខ្លាចជាមេអំបៅដង្កូវគឺត្រូវការពេលវេលាជួបប្រទះនៅភាពអត់ធ្មត់ឬក៏ផលលំបាកផ្សេងដើម្បីខ្លាចខ្លួនទៅជាមេអំបៅអញ្ចឹងដូចគ្នាដែរប្រៀបធៀបមកយើងវិញជាទូទៅមនុស្សណាក៏មានទុក្ខមនុស្សណាក៏មានបញ្ហាសំខាន់យើងត្រូវចេះធ្វើការអត់ធ្មត់ហើយត្រូវចំណាយពេលវេលាសន្សំកុំចង់ធ្វើអ្វីមួយដែលគិតថាចង់បានផលភ្លាមយើងត្រូវចំណាយពេលក្នុងការធ្វើវាម្ដងបន្តិចបុកបន្ថែមមកមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការដែលយើងត្រូវមានបន្ថែមនៅចំណេះដឹងហើយនឹងសន្តិភាពផ្លូវចិត្តសរុបមកវិញក្នុងអត្ថបទនេះដែរគឺចង់ឲ្យយើងនឹងចេះធ្វើខ្លួនឲ្យដូចជាដង្កូវចឹងមុននឹងខ្លាចទៅជាមេអំបៅគឺមានការអត់ធ្មត់ព្យាយាម